សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានកម្មវិធីមួយចង់ចែករំលែកបងប្អូនអរគ្នាបងប្អូនមានឃើញត្រីបងឃើញត្រីហានៅក្នុងទូរស័ព្ទខ្ញុំដែរហ្នឹងហើយនេះគឺជាកម្មវិធីមួយដែលយើងលេង style ឲ្យស្អាតហ្នឹងហើយទូរស័ព្ទអញ្ចឹងកុំខាត់ពេកបងប្អូនទៅធ្វើទាំងអស់គ្នាអញ្ចឹងដើម្បីឲ្យបានកម្មវិធីហ្នឹងបងប្អូនទៅ down នៅក្នុង Play Store មកនេះអូខេបងប្អូននេះអញ្ចឹងបងប្អូនវាយមកBeta Fish នេះបងប្អូននៅខាងលើឯនេះហ្នឹងហើយអញ្ចឹងបងប្អូនចុចលើវាមកដើម្បី down វានេះដោយសារតែខ្ញុំបាន down វាហើយអញ្ចឹងគឺវាជាប់វាចេញពី open សម្រាប់បងប្អូនដែលមិនទាន់បាន down មែនទេគឺវាចេញវាថា install ហ្នឹងហើយអញ្ចឹងបងប្អូន install វាមកដើម្បីបានកម្មវិធីហ្នឹងបន្តមកទៀតបងប្អូន down ពេញហើយបងប្អូនមកមើលកន្លែងដែលវា down បានហ្នឹងហើយនេះកម្មវិធីហ្នឹងហើយវាមានរូបរាងបែបហ្នឹងអញ្ចឹងបងប្អូនចុចទៅលើវាមកដើម្បីយើងតាំងរូបត្រីនៅក្នុងទូរស័ព្ទណាអូខេបន្តមកទៀតគឺវាចេញបែបនេះវាមានអក្សរ2ជួរហ្នឹងយកលើបងយកលើមកដើម្បីដាក់វាឲ្យមានចលនាក្នុងទូរស័ព្ទយើងនេះគឺត្រីបន្តមកទៀតបងប្អូនមកមើលខាងក្រោមនេះមួយវាដាក់ setting មួយដាក់ apply អញ្ចឹងបងប្អូនជ្រើសយកពាក្យថា apply ហ្នឹងមកដើម្បីឲ្យវាជាប់នៅក្នុងទូរស័ព្ទរបស់យើងមកដល់ទីនេះគឺមានតម្រង2អញ្ចឹងនៅទី1វាដាក់ set to home screen ទី2 set to lock screen and home screen អញ្ចឹងសម្រាប់បងប្អូនដែលដាក់នៅមុខទូរស័ព្ទយើងពេលបាត់ហ្នឹងហើយចុចបងប្អូនចូលខាងក្រោមនេះមកដើម្បីឲ្យវាមានចលនានៅពេលដែលយើងបើកទូរស័ព្ទចឹងអូខេឥឡូវវាបានជាប់ហើយអញ្ចឹងបងប្អូនសាកថយអស់មកតើវាជាប់ហើយនៅអូខេបងប្អូននេះគឺត្រីគឺវាបានជាប់មកហើយអូខេចឹងកម្មវិធីនឹងមានតែប៉ុណ្្នឹងទេដែលខ្ញុំចែករំលែកចឹងសម្រាប់បងប្អូនដែលមិនទាន់បានចុច like share កុំភ្លេច share ឲ្យបងប្អូនយើងបានដឹងផងចេះផងជាពិសេសបងប្អូនដែលអ្នកចូលចិត្តលេង style ទូរស័ព្ទហ្នឹងហើយអរគុណចំពោះការតាមដានវីដេអូនេះរហូតដល់ចប់